គ្រួសារមួយគាត់បានធ្វើការជាកម្មករសំណង់នៅក្នុងការដ្ឋានធ្វើផ្ទះថ្មីមួយហើយគាត់មានកូនស្រីម្នាក់អាយុប្រហែលជា6ឆ្នាំមានថ្ងៃមួយហ្នឹងកូនស្រីម្នាក់ហ្នឹងក៏គាត់បានរត់លេងតាមឲ្យក្មេងៗនៅពេលដែលប៉ាម៉ាក់គាត់កំពុងធ្វើសំណង់ចឹងទៅស្រាប់ពេលហ្នឹងក្មេងស្រីម្នាក់ហ្នឹងគាត់បានចូលទៅក្នុងម៉ាស៊ីនក្លុកស៊ីម៉ង់ហើយជាងអ្នកដែលគេកាន់ខាងក្លុកស៊ីម៉ង់ហ្នឹងគឺគាត់បានដឹងថាក្មេងស្រីហ្នឹងចូលទៅក្នុងហ្នឹងទេអញ្ចឹងគាត់ក៏ចាក់ស៊ីម៉ង់ចាក់ខ្សាច់ចាក់អីចូលដើម្បីបោកស៊ីម៉ង់ហ្នឹងដើម្បីធ្វើផ្ទះបន្តទាំងអស់គ្នាចាប់ពីថ្ងៃហ្នឹងមកគឺបាត់ក្មេងស្រីហ្នឹងរហូតគ្រួសាររបស់ក្មេងស្រីហ្នឹងព្យាយាមតាមរកគ្រប់គ្នានៅក្នុងការដ្ឋានសំណង់ក៏ព្យាយាមតាមរកក្មេងស្រីហ្នឹងតែរត់ឃើញទេទាំងអស់គ្នាម្លងបានទៅជា5 ខែក្រោយពីផ្ទះនឹងធ្វើរួចម្ចាស់ផ្ទះថ្មីក៏បានរើចូលទៅនៅក្នុងផ្ទះមួយហ្នឹងនៅភ្លាមក៏ចាប់ផ្ដើមមានហេតុការណ៍ចម្លែកដូចជាលឺសលេងចេញពីក្នុងជាងហើយកូនស្រីរបស់គាត់ហ្នឹងក៏បានឃើញក្មេងស្រីម្នាក់ទៀតឈរនៅមាត់ទ្វារលឺសលេងគួរជាងនៅពេលយប់ជាច្រើនលើកច្រើនសាររហូតទៅដល់ម្ចាស់ផ្ទះហ្នឹងគាត់ចាប់ផ្ដើមងើបសង្កេតនៅពេលយប់ដោយសារតែសំឡេងមួយហ្នឹងគឺរំខានគាត់រកយប់មកឲ្យគាត់គេងបានអ្នកគ្នាគឺគាត់ចាប់ផ្ដើមងើបស្ដាប់ប្រភពសំឡេងព្យាយាមរកបណ្ណាក៏រត់ឃើញដែរគាត់ព្យាយាមផ្ទៀងតិចស្ដាប់មួយអញ្ចឹងគឺឮសំឡេងគោះពីអញ្ចឹងនឹងមកវិញហើយកូនស្រីរបស់គាត់បានប្រាប់ថារាល់យប់គឺមានបងស្រីម្នាក់គឺតែងតែមកច្បាច់កគាត់ហើយតែងតែមកទាញជើងគាត់រុញគាត់ទម្លាក់គ្រែហើយកូនស្រីរបស់បងម្ចាស់ផ្ទះហ្នឹងក៏មានសិតតែស្នាមខ្ញៅស្នាមខ្វាច់ពេញខ្លួនទាំងអស់ដែលធ្វើឲ្យប៉ាម៉ាក់របស់កូនស្រីហ្នឹងគាត់ចាប់ផ្ដើមសង្ស័យជាមួយនឹងផ្ទះខ្លួនឯងហ្នឹងហើយគាត់ក៏បានព្យាយាមតាក់ទងមួយនឹងជាងធ្វើផ្ទះហ្នឹងទៀតសួរនាំពីរឿងអស់ហ្នឹងតែក៏គ្មានបានផលអីដែរដោយសារតែអត់មានអ្នកណាដឹងទេថាសំឡេងទាំងអស់ហ្នឹងគឺមកពីណា